សួស្តីថ្ងៃនេះផងដែរខ្ញុំនឹងមកបង្រៀនអ្នកទាំងអស់គ្នាអំពីការកំណត់ setting របស់កាមេរ៉ា EasyView ជាដំបូងយើងចូលមកកាន់ app របស់ EasyView បន្ទាប់មកយើងចូលមកកាន់កាមេរ៉ារបស់ EasyView ហើយយើងយក setting បែបនៅខាងលើរូប6ជ្រុងយកពាក្យ audio setting បន្ទាប់មកយើង check មើលទៅកាន់ ជាមួយនឹងមុខងារ audio តែមុខងារ audio នេះយើងអាច enable និង disable បានបន្តមកទៀតពាក្យ device voice prompt ដែលជាមុខងារសម្រាប់ក្នុងការ call និយាយទៅវិញទៅមកបាទ two way talk ប្រសិនជាយើងធ្វើការ disable មានន័យថាយើងមិនអាចនិយាយទៅបានទេហើយបើសិនជាយើង enable មានន័យថាយើងអាចនិយាយបានហើយផងដែរវាមានមុខងារពីរជំរើសបាទយើងយកមួយណាក៏បានដែរដោយនៅទីនេះផងដែរយើងជ្រើសយក intercom បាទ intercom នេះមានមុខងារនៅពេលយើងរើសវាយើងត្រូវការ hold បាទយើងត្រូវចុចទៅលើរូបសំឡេងហ្នឹងទៅបាននិយាយបានបាទឥឡូវយើងទៅមើលមុខងារមួយផ្សេងទៀតដែលមានឈ្មោះថា voice call បាទใน voice call នេះផងដែរយើងគ្រាន់តែចុចទៅលើរូបរាងរបស់ macro ហ្នឹងទៅនៅពេលដែលយើងចុចទៅគឺយើងអាចនិយាយឆ្លើយឆ្លងគ្នាបានតមកទៀតគឺ audible notification ដែល audible notification នេះគឺជាការបញ្ចេញសំឡេងចេញពីកាមេរ៉ាបាទ mute intensive បាទការបញ្ចេញសំឡេងតិច soft ការបញ្ចេញសំឡេង serene ហើយជាមួយនឹង custom sound មានន័យថាយើងប្រើប្រាស់សំឡេងរបស់យើងក្នុងការ record ចូលទៅកាន់កាមេរ៉ាហើយឲ្យកាមេរ៉ាហ្នឹងនិយាយឲ្យសំឡេងរបស់យើងនៅពេលដែលមានមនុស្សឬក៏ឡានឆ្លងកាត់បាទហើយវាអាច hold សំឡេងបាន10វិនាទីបាទបន្តមកទៀតគឺជា setting custom configuration audible warning គឺយើងអាចកំណត់ធ្វើការ schedule hello យកវាធ្វើការបញ្ចេញសំឡេងសារ៉ែនឬក៏សំឡេងរបស់យើងទៅលើកាមេរ៉ាហ្នឹងហើយកាមេរ៉ាទៅលើមនុស្សឬក៏យានយន្តបាទយើងអាចកំណត់ពេលវេលាចាប់ផ្ដើមម៉ោងប៉ុន្មានហើយនឹងបញ្ចប់នៅម៉ោងប៉ុន្មានព្រមគ្នានេះផងដែរយើងអាចបន្ថែមនៅ schedule ផ្សេងទៀតបាទតាមរយៈពេលវេលាឬក៏ថ្ងៃខែនៅក្នុងនោះវាមានការប្រើប្រាស់ដូចជានៅខាងដើមចឹងដែរគឺអូខេបន្ទាប់ពីយើងធ្វើការ save ហើយយើងនឹងត្រឡប់មកកន្លែងដើមវិញហើយនៅពេលមានមនុស្សវានឹងធ្វើការបញ្ចេញសំឡេងសូមអរគុណ